ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំលើកយកអាហារពេញនិយមមួយមុខទៀតហើយយកមកបង្ហាញពុកម៉ែបងប្អូនទាំងអស់គ្នាចាអាហារនោះមានឈ្មោះថាពងទាកូនដុតអំបិលចាពងទាកូននេះនៅអាស៊ីគឺពេញនិយមណាស់បងប្អូនហើយចង់ដឹងពីគ្រឿងផ្សំនោះគឺអាចទស្សនាវីដេអូបានហើយចំពោះគ្រឿងផ្សំនោះមានដូចជាពងទាកូនគល់ស្លឹកគ្រៃរំដេងខ្ទឹមសខ្ញីម្ទេសជាពិសេសនោះគឺស្លឹកក្រូចសើចណាបងប្អូនសម្រាប់ការធ្វើនោះគឺដំបូងគឺយើងដាក់ខ្ទះយើងឲ្យក្តៅចាក់នៅអំបិលក្រួសចាកូរចុះកូរឡើងហើយគឺយើងដាក់នៅគល់ស្លឹកគ្រៃចារំដេងស្លឹកក្រូចសើចចាខ្ទឹមសខ្ញីម្ទេសចាយើងច្របល់ចុះច្របល់ឡើងឲ្យលឺអំបិលរៀងផ្ទុះបន្តិចហើយឲ្យទ្រុំគ្រឿងយើងបន្តិចចាហើយបន្ទាប់មកគឺយើងយកគ្រឿងដែលយើងបានលីងនោះយកទៅរៀបនៅក្នុងឆ្នាំងដីចាដើម្បីធ្វើការដុតពងទាចាហើយសម្រាប់ការដុតពងទានេះគឺយើងប្រើរយៈពេលតែ15នាទីបងប្អូនចាហើយមិនបាច់បើកគ្របទេហើយក៏មិនបាច់បារម្ភថាខ្លោចដែរគឺ15នាទីគឺឆ្អិនល្មមតែម្ដងពងទាកូនដុតអំបិលនេះគឺមិនបានធ្វើឲ្យពងទាកូនប្រៃទេបងប្អូនគឺឈ្ងុយហើយឆ្ងាញ់ជាងយើងស្ងោរណាបងប្អូនអាចសាកធ្វើតាមវិធីនេះបានណាបងប្អូនគឺរសជាតិឆ្ងាញ់ខ្លាំងណាស់ហើយបងប្អូនអាចយកទៅពិសាជាមួយនឹងជីចាអំបិលម្រេចក្រូចឆ្មាហើយនឹងខ្ទឹមជ្រក់ណាបងប្អូនហើយនឹងខ្ញុំក៏បានផុសនៅវីដេអូរបៀបធ្វើខ្ទឹមជ្រក់ញ៉ាំភ្លាមផងដែរដែលខ្ញុំបានផុសនៅក្នុង account របស់នាងខ្ញុំបងប្អូនអាចចូលទៅទស្សនាបានជាចុងក្រោយនេះនាងខ្ញុំសូមអរគុណដល់បងប្អូនទាំងអស់គ្នាដែលតែងតែទស្សនាវីដេអូរបស់នាងខ្ញុំហើយក៏សូមជូនពរឲ្យបងប្អូនជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើនចាសូមអរគុណសូមជម្រាបលា